សេចក្តីជូនដំណឹងស្តីពីការប្រើប្រាស់ដំរីផ្លូវថ្មីនៅចំណុចរង្វង់មូលព្រះភូមិជ័យមង្គលអូពងមាន់រដ្ឋបាលខេត្តស្ទឹងត្រែងមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថាក្នុងគម្រោងលើកកម្ពស់សោភ័ណភាពនិងសុវត្ថិភាពនៃការធ្វើដំណើរលើដងផ្លូវជាតិស្របតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករដ្ឋបាលខេត្តបានរៀបចំកែលម្អនិងសាងសង់រង្វង់មូលព្រះភូមិជ័យមង្គលរង្វង់មូលអូពងមាន់ស្ថិតនៅក្នុងអូពងមាន់1សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងដោយបច្ចុប្បន្នស្ថាបនាសាងសង់បានស្ទើររួចរាល់ 100% ក្នុងគោលបំណងរក្សាបានសណ្ដាប់ធ្នាប់របៀបរៀបរយនិងបញ្ជៀសបាននៅគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុរដ្ឋបាលខេត្តសូមធ្វើការកែសម្រួលដំរីផ្លូវធ្វើដំណើរសម្រាប់ចំណុចរង្វង់មូលនេះដូចខាងក្រោម ក ទិសដៅពីខេត្តក្រចេះមកខេត្តស្ទឹងត្រែងរបៀបបើកបរនិងការប្រើប្រាស់សញ្ញាភ្លើងស៊ីញ៉ូពេលចិត្តដល់រង្វង់មូលច្រកមកពីខេត្តក្រចេះត្រូវបន្ថយល្បឿនហើយមើលចរាចរណ៍ដែលកំពុងនៅក្នុងរង្វង់មូលផ្ដល់អាទិភាពដល់យានយន្តនៅក្នុងរង្វង់មូលមុននិងបើកស៊ីញ៉ូឆ្វេងដើម្បីសញ្ញាប្រាប់ថាអ្នកនឹងបើកប្រតិសិនជុំវិញរង្វង់មូលឆ្ពោះទៅច្រកចេញទៅកាន់ទីរួមខេត្តស្ទឹងត្រែងពេលកំពុងនៅក្នុងរង្វង់មូលត្រូវបើកបរប្រតិសិនវិលជុំវិញកោះរង្វង់មូលដោយរក្សាគន្លងផ្លូវត្រឹមត្រូវពេលចិត្តដល់ច្រកចេញទៅស្ទឹងត្រែងនៅពេលបើកហួសច្រកទៅខេត្តរតនគិរីហើយចិត្តដល់ច្រកទៅស្ទឹងត្រែងត្រូវបដូរមកបើកស៊ីញ៉ូស្ដាំដើម្បីប្រាប់យានយន្តឯទៀតថាអ្នកកំពុងបត់ចេញពីរង្វង់មូលចូលទៅកាន់ផ្លូវឆ្ពោះទៅកាន់ទីរួមខេត្តស្ទឹងត្រែង ខ ទិសដៅពីខេត្តស្ទឹងត្រែងទៅខេត្តរតនគិរីរបៀបបើកបរក្នុងរង្វង់មូលមុនពេលចូលរង្វង់មូលត្រូវបន្ថយល្បឿននិងមើលចរាចរណ៍ដែលកំពុងនៅក្នុងរង្វង់មូលផ្ដល់អាទិភាពដល់យានយន្តនៅក្នុងរង្វង់មូលមុននិងបើកស៊ីញ៉ូឆ្វេងដើម្បីសញ្ញាប្រាប់ថាអ្នកនឹងបើកប្រតិសិនជុំវិញរង្វង់មូលពេលកំពុងនៅក្នុងរង្វង់មូលត្រូវបើកបរប្រតិសិនវិលជុំវិញកោះរង្វង់មូលដោយរក្សាគន្លងផ្លូវត្រឹមត្រូវពេលបត់ចេញទៅខេត្តរតនគិរីផ្លូវជាតិលេខ78នៅពេលដែលចិត្តដល់ច្រកចេញដែលតភ្ជាប់ទៅខេត្តរតនគិរីត្រូវបដូរមកបើកស៊ីញ៉ូស្ដាំដើម្បីប្រាប់យានយន្តផ្សេងទៀតថាអ្នកកំពុងបត់ចេញពីរង្វង់មូលចូលទៅកាន់ផ្លូវឆ្ពោះទៅកាន់ទីរួមខេត្តរតនគិរី គ ទិសដៅពីខេត្តរតនគិរីទៅខេត្តក្រចេះរបៀបបើកបរក្នុងរង្វង់មូលមុនពេលចូលរង្វង់មូលត្រូវបន្ថយល្បឿននិងមើលចរាចរណ៍ដែលកំពុងនៅក្នុងរង្វង់មូលផ្ដល់អាទិភាពដល់យានយន្តនៅក្នុងរង្វង់មូលមុនពេលកំពុងនៅក្នុងរង្វង់មូលត្រូវបើកបរប្រតិសិនវិលជុំវិញកោះរង្វង់មូលដោយរក្សាគន្លងផ្លូវត្រឹមត្រូវពេលបត់ចេញទៅខេត្តក្រចេះផ្លូវជាតិលេខ7នៅពេលបើកហួសច្រកទៅកាន់ទីរួមខេត្តស្ទឹងត្រែងហើយចិត្តដល់ច្រកទៅក្រចេះត្រូវបើកស៊ីញ៉ូស្ដាំដើម្បីប្រាប់យានយន្តផ្សេងទៀតថាអ្នកកំពុងបត់ចេញពីរង្វង់មូលចូលទៅកាន់ផ្លូវឆ្ពោះទៅកាន់ខេត្តក្រចេះចំពោះដំរីផ្លូវត្រង់ចំណុចរង្វង់មូលទិសដៅពីខេត្តស្ទឹងត្រែងទៅខេត្តក្រចេះផ្លូវជាតិលេខ7និងទិសដៅពីខេត្តក្រចេះទៅខេត្តរតនគិរីផ្លូវជាតិលេខ78ត្រូវរក្សាជាគន្លងផ្លូវឯទិសសម្រាប់ការធ្វើដំណើរអាស្រ័យដូចបានជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបនិងចូលរួមអនុវត្តតាមការជូនដំណឹងខាងលើចាប់ពីថ្ងៃទី1ខែកញ្ញាឆ្នាំ2026នេះតទៅដើម្បីធានាបានសណ្ដាប់ធ្នាប់សុខសុវត្ថិភាពសម្រាប់ខ្លួនឯងផ្ទាល់ក្រុមគ្រួសារនិងអ្នកដំណើរលើដងផ្លូវដទៃទៀតថ្ងៃសុក្រ10កើតខែតុទ្យាសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ស្ទឹងត្រែងថ្ងៃទី24ខែកក្កដាឆ្នាំ2026ហត្ថលេខានឹងត្រារដ្ឋបាលខេត្ត